នៅខាងក្រៅក្នុងខ្ញុំបាទនេះគឺជា model Rexx ឆ្នាំ 2025 ដែលបំពាក់ដោយម៉ាស៊ីន 4 2.3 ប៉ុង 2 អូតូកាពីតា ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាជួបជាមួយខ្ញុំបាទណាថេតម្ដងទៀតហើយសម្រាប់ពុកម៉ែបងប្អូនដែលកំពុងតែមានតម្រូវការទៅលើរថយន្ត Pick Up ដែលមានតម្លៃត្រឹមតែ $20,000 ជាងបំពាក់ទៅដោយ option ទំនើបតោះទៅទស្សនាវីដេអូមួយនេះ សម្រាប់ model Rexx ឆ្នាំ 2025 មួយគ្រឿងនេះបំពាក់ម៉ាស៊ីនម៉ាស៊ូត 4 ស៊ីឡាំង 2.3 turbo ប៉ុង 2 អូតូកាពីតាដែលមានថាមពលអតិបរមា 163 HP និងថាមពលបង្វិលជុំអតិបរមា 380 Nm បើក្រឡេកមកមើលផ្នែកខាងមុខនៃរថយន្តគឺយើងបានបំពាក់ជាមួយនឹងប៉ាណាពណ៌ខ្មៅអមជាមួយនឹងក្រោមពណ៌ទឹកប្រាក់ដែលមានបំពាក់ជាមួយនឹង logo ដងហ្វុងនៅចំតំបន់កណ្ដាលតែម្ដងហើយក៏មានបំពាក់ជាមួយនឹងអំពូល daytime running light មួយខ្សែអមជាមួយនឹង fog light មួយគូហើយចំពោះ model Rexx ឆ្នាំ 2025 មួយគ្រឿងនេះបំពាក់ទៅដោយប្រអប់លេខ ZS 8 វគ្គលេខដៃ 8 វគ្គលេខអូតូម៉ាទិកដែលមានចំណុះធុងម៉ាស៊ូតរហូតដល់ទៅ73លីត្រក៏ដូចជាកម្រិតនៃការស៊ីម៉ាស៊ូតចន្លោះពី 7.6 លីត្រក្នុង100គីឡូម៉ែត្រហើយសម្រាប់ model Rexx នេះដែរមានប្រវែងសរុបរហូតដល់ទៅ 5.30 សង់ទីម៉ែត្រកម្ពស់សរុប 1.90 សង់ទីម៉ែត្រនិងទទឹងសរុប 1.90 សង់ទីម៉ែត្រដែលមានទម្ងន់សរុបរហូតដល់ទៅ 2 តោនឯណោះបើចំពោះទ្រុងខាងក្រោយអាចផ្ទុកសម្ភារៈបានរហូតដល់ទៅ 1 តោនជាងអមជាមួយនឹងសំបកកង់ 16 អ៊ីងបើក្រឡេកមកមើលផ្នែកខាងក្នុងនៃរថយន្តគឺមានសភាពធំទូលាយនិង comfort ខ្លាំងមែនទែនដោយយើងបានបំពាក់ជាមួយនឹងពូកស្បែកអមជាមួយនឹងកៅអីអូតូម៉ាទិកបើចំពោះអេក្រង់កំសាន្តវិញមានទំហំរហូតដល់ទៅ 9 អ៊ីងដែលមានបំពាក់ជាមួយនឹង Wi-Fi Bluetooth ក៏ដូចជា USB និង speaker រហូតដល់ទៅ 6 គ្រាប់អមជាមួយនឹងកាមេរ៉ា 360 degree ផងដែរអញ្ចឹងសម្រាប់ពុកម៉ែបងប្អូនដែលកំពុងតែមានតម្រូវការទៅលើរថយន្ត Pick Up ឬក៏រថយន្តសម្រាប់អាជីវកម្មដែលមានតម្លៃត្រឹមតែ $20,000 ជាងមាន option ទំនើបអាចឆាចូល Page ឬក៏អញ្ជើញមកដល់ទីតាំងដោយផ្ទាល់ខ្ញុំបាទណាថេតសូមអរគុណនិយាយថាយើងកម្ររកបាននៅរថយន្ត Pick Up ដែលមានសមត្ថភាពខ្ពស់ option ខ្ពស់បញ្ចុះតម្លៃកាន់តែពិសេសត្រឹមតែ $33,500 តែប៉ុណ្ណោះដោយតែពុកម៉ែបងប្អូនបានដឹងកន្លងមកគឺទៅហើយសម្រាប់ model ដងហ្វុង Rexx Max ឆ្នាំ 2025 មួយគ្រឿងនេះបានបំពាក់ជាមួយនឹងម៉ាស៊ីន 2.3 turbo និងប្រើប្រាស់កម្លាំងជំនួយប៉ុង 2 អូតូកាពីតាផងដែរបើក្រឡេកទៅមើលផ្នែកខាងក្នុងនៃរថយន្តគឺយើងបានបំពាក់ជាមួយនឹង option ទំនើបជាច្រើនដូចជា screen កំសាន្ត 13 អ៊ីងដែលលោកអ្នកអាច share screen ពីទូរស័ព្ទដៃបានដូចគ្នាក៏ដូចជាកាមេរ៉ា 540 degree ម៉ាស៊ីនត្រជាក់ផ្នែកខាងក្រោយដំបូលបែកកៅស្អីស្បែកអូតូទាំងសងខាងផងដែរអញ្ចឹងសម្រាប់ពុកម៉ែបងប្អូនដែលកំពុងតែមានចំណាប់អារម្មណ៍ទៅលើរថយន្ត Off-road ដែលមាន option ទំនើបនិងមានតម្លៃពិសេសលោកអ្នកអាចជិះមកដល់ទីតាំង showroom ដោយផ្ទាល់ឬក៏ទាក់ទងតាមរយៈ link Telegram ដែលមាននៅខាងលើខ្ញុំបាទអរគុណ
ខាងក្រៅក្នុងខ្ញុំបាទនេះគឺជា model Rexx ឆ្នាំ2025 ដែលបំពាក់ដោយម៉ាស៊ីន4 2.3 ប៉ុង2 Auto Capita ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាជួបជាមួយខ្ញុំបាទណាថេតម្ដងទៀតហើយសម្រាប់ពុកម៉ែបងប្អូនដែលកំពុងតែមានតម្រូវការទៅលើរថយន្ត Pick up ដែលមានតម្លៃត្រឹមតែ $20,000 ជាងបំពាក់ទៅដោយ option ទំនើបតោះទៅទស្សនាវីដេអូមួយនេះសម្រាប់ model Rexx ឆ្នាំ2025មួយគ្រឿងនេះបំពាក់ម៉ាស៊ីនម៉ាស៊ូត4ស៊ីឡាំង 2.3 turbo ប៉ុង2 Auto Capita ដែលមានថាមពលអតិបរមា 163 HP និងថាមពលបង្វិលជុំអតិបរមា 380 Nm បើក្រឡេកមកមើលផ្នែកខាងមុខនៃរថយន្តគឺយើងបានបំពាក់ជាមួយនឹងប៉ាណាពណ៌ខ្មៅអមជាមួយនឹងក្រោមពណ៌ទឹកប្រាក់ដែលមានបំពាក់ជាមួយនឹង logo ដងហ្វុងនៅចំតំបន់កណ្ដាលតែម្ដងហើយក៏មានបំពាក់ជាមួយនឹងអំពូល daytime running light មួយខ្សែអមជាមួយនឹង fog light មួយគូហើយចំពោះ model Rexx ឆ្នាំ2025មួយគ្រឿងនេះបំពាក់ទៅដោយប្រអប់លេខ ZS 8 វគ្គលេខដៃ8វគ្គលេខអូតូម៉ាទិកដែលមានចំណុះធុងម៉ាស៊ូតរហូតដល់ទៅ73លីត្រក៏ដូចជាកម្រិតនៃការស៊ីម៉ាស៊ូតចន្លោះពី 7.6 លីត្រក្នុង100គីឡូម៉ែត្រហើយសម្រាប់ model Rexx នេះដែរមានប្រវែងសរុបរហូតដល់ទៅ 5.30 សង់ទីម៉ែត្រកម្ពស់សរុប 1.90 សង់ទីម៉ែត្រនិងទទឹងសរុប 1.90 សង់ទីម៉ែត្រដែលមានទម្ងន់សរុបរហូតដល់ទៅ2តោនឯណោះបើចំពោះទ្រុងខាងក្រោយអាចផ្ទុកសម្ភារៈបានរហូតដល់ទៅ1តោនជាងអមជាមួយនឹងសំបកកង់16អ៊ីងបើក្រឡេកមកមើលផ្នែកខាងក្នុងនៃរថយន្តគឺមានសភាពធំទូលាយនិង comfort ខ្លាំងមែនទែនដោយយើងបានបំពាក់ជាមួយនឹងពូកស្បែកអមជាមួយនឹងកៅអីអូតូម៉ាទិកបើចំពោះអេក្រង់កំសាន្តវិញមានទំហំរហូតដល់ទៅ9អ៊ីងដែលមានបំពាក់ជាមួយនឹង Wi-Fi Bluetooth ក៏ដូចជា USB និង speaker រហូតដល់ទៅ6គ្រាប់អមជាមួយនឹងកាមេរ៉ា360ដឺក្រេផងដែរអញ្ចឹងសម្រាប់ពុកម៉ែបងប្អូនដែលកំពុងតែមានតម្រូវការទៅលើរថយន្ត Pick up ឬក៏រថយន្តសម្រាប់អាជីវកម្មដែលមានតម្លៃត្រឹមតែ $20,000 ជាងមាន option ទំនើបអាចឆាចូល page ឬក៏អញ្ជើញមកដល់ទីតាំងដោយផ្ទាល់ខ្ញុំបាទណាថេតសូមអរគុណ